នាយករដ្ឋមន្ត្រីជប៉ុនចូលរួមការតស៊ូទាមទារបង្គន់ស្ត្រីបន្ថែមទៀតក្នុងសភាជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំបានលើកឡើងនៅរឿងមួយនៅប្រទេសជប៉ុននាយករដ្ឋមន្ត្រីជប៉ុន Sena Takechi ស្ថិតក្នុងចំណោមសមាជិកសភាស្ត្រីប្រមាណ60នាក់ដែលដាក់ញត្តិសុំបង្គន់ស្ត្រីបន្ថែមទៀតនៅក្នុងអគារសភាដើម្បីឲ្យស្របទៅនឹងតំណែងដែលកំពុងកើនឡើងរបស់ពួកគេនៅក្នុងសភាកំណត់ត្រាមួយស្ត្រីចំនួន73នាក់ត្រូវបានជាប់ឆ្នោតនៅក្នុងសភាជាន់ទាបដែលមាន465អាសនៈក្នុងខែតុលាឆ្នាំ2024ដែលលើសពីកម្រិតខ្ពស់ពីមុននៃ54ក្នុងឆ្នាំ2009សមាជិកសភាបកប្រឆាំងម្នាក់អ្នកស្រី Yasuko Komiyama បាននិយាយថាជារឿយមានជួរវែងនៅមុខបន្ទប់ទឹកមុនពេលសម័យប្រជុំពេញអង្គចាប់ផ្ដើមក៏ហើយបានដកស្រង់សម្ដីសមាជិកសភាម្នាក់ទៀតដែលបាននិយាយថាលោកស្រីបានគូបោះបង់គឺការទៅបង្គន់មុនពេលសម័យប្រជុំចាប់ផ្ដើមមានបង្គន់ស្រីមួយដែលមានបន្ទប់2នៅជិតបន្ទប់ពេញអង្គទោះបីជាអគារទាំងមូលមានបង្គន់ស្រីចំនួន9ដែលមាន22គូបក៏ដោយយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាមានបង្គន់បុរសសរុបចំនួន12ដែលមានតូបនិងបង្គន់ចំនួន67នៅទូទាំងអគារអ្នកស្រី Komiyama មកពីគណបក្សប្រជាធិបតេយ្យឲ្យធម្មនុញ្ញដែលជាគណបក្សប្រឆាំងបាននិយាយថាស្ថានភាពបច្ចុប្បន្នគឺជារឿយមានការរអាក់រអួលក៏ដោយសារតែបុគ្គលិកស្ត្រីនិងអ្នកទស្សនាក៏ចែករំលែកបង្គន់ផងដែរនាងបានសរសេរក្នុងសារបង្ហោះលើ Facebook ថាខ្ញុំចង់បញ្ចេញសម្លេងនិងត្រៀមខ្លួនសម្រាប់ថ្ងៃដែលស្ត្រីកាន់អាសនៈសភាជាង 30% នាពេលអនាគតអគារសភារបស់ប្រទេសជប៉ុនត្រូវបានសាងសង់ក្នុងឆ្នាំ1936មួយសវត្សរ៍មុនពេលស្ត្រីត្រូវបានផ្ដល់សិទ្ធិបោះឆ្នោតនៅឆ្នាំ1945ស្ត្រីដំបូងត្រូវបានតែងតាំងជាសភានៅឆ្នាំ1946អគារសភាគឺជាសំណង់3ជាន់ដ៏ធំទូលាយដែលមានផ្នែកកណ្ដាលដែលមានកម្ពស់9ជាន់អគារនេះមានផ្ទៃក្រឡា356ម៉ែត្រការ៉េ143 800 ហ្វីតការ៉េដែលស្មើនឹងទីលានបាល់ទាត់ប្រហែល2ជាមួយនឹងផ្ទៃដីសរុប53 464ម៉ែត្រការ៉េយោងតាមសារព័ត៌មានជប៉ុនលោក Komiyama បាននិយាយថាប្រសិនបើរដ្ឋបាលយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រីខ្ញុំជឿថាយើងអាចពឹងផ្អែកលើការយល់ដឹងនិងកិច្ចសហប្រតិបត្តិការរបស់ពួកគេរបាយការណ៍ Asahi Shimbun បាននិយាយថាប្រធានគណៈកម្មាធិការសភាជាន់ទាប Yasukazu Hamada បានក៏បង្ហាញឆន្ទៈដើម្បីពិចារណាលើសំណើសម្រាប់បង្គន់របស់ស្ត្រីបន្ថែមទៀតរដ្ឋាភិបាលជប៉ុនកាលពីដើមបានកំណត់គោលដៅនៃការមានតួនាទីជាអ្នកដឹកនាំ30នៅគ្រប់វិស័យទាំងអស់នៃសង្គមដែលគ្រប់គ្រងដោយស្ត្រីនៅឆ្នាំ2020ប៉ុន្តែនៅចុងឆ្នាំនោះពេលវេលាត្រូវបានរុញថយក្រោយដោយស្ងប់ស្ងាត់ត្រឹមមួយសវត្សរ៍ស្ត្រីបច្ចុប្បន្នកាន់កាប់ជិត16នៃអាសនៈនៅក្នុងសភាជាន់ទាបនិងប្រហែល1/3ឬ42ក្នុងចំណោម125អាសនៈនៅក្នុងសភាជាន់ខ្ពស់ Takechi ដែលបានក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសជប៉ុនកាលពីខែតុលាឆ្នាំមុនបានសន្យាថានឹងបង្កើនតំណែងស្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់នាងដល់កម្រិតដែលប្រៀបធៀបទៅនឹងប្រទេស Nordic ដែលកាន់កាប់តំណែងកម្ពុជាតាក់ទងនឹងភាពជាអ្នកដឹកនាំស្ត្រីសូម្បីតែពេលនោះនាងបានតែងតាំងស្ត្រីតែ2នាក់ផ្សេងទៀតក្នុងគណៈរដ្ឋមន្ត្រីដែលមានសមាជិក19នាក់របស់នាងនៅប្រទេសជប៉ុនការខ្វះខាតបន្ទប់ទឹករបស់ស្ត្រីបានពង្រេកហួសពីស្ថិរបញ្ញត្តិជួរវែងនៅពីមុខបន្ទប់ទឹកសាធារណៈរបស់ស្ត្រីគឺជាទិដ្ឋភាពទូទៅទូទាំងប្រទេសអតីតនាយករដ្ឋមន្ត្រី Shigeru Ishiba បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងពិនិត្យមើលលើការពង្រឹងបន្ទប់ទឹករបស់ស្ត្រីដើម្បីធ្វើឲ្យប្រទេសជប៉ុនក្លាយជាសង្គមមួយដែលជាស្ត្រីអាចរស់នៅក្នុងជីវិតរបស់ពួកគេដោយសន្តិភាពនៃចិត្ត